ខ្ញុំក៏សូមឆ្លើយឱកាសនេះអរគុណដល់សាលារាជធានីភ្នំពេញផងដែរឆ្នាំនេះឯកឧត្តមគង់ស្រីរាយការណ៍ឲ្យខ្ញុំប្រជាពលរដ្ឋដែលយើងជួយដឹកជញ្ជូនសាលារាជធានីបានរៀបចំឡានជិត600គ្រឿងហើយនៅក្នុងរយៈពេលពីថ្ងៃទី12ទៅដល់17នេះបើគិតជាជើងទាំងទៅទាំងមកសរុបជាង2251ជើងដឹកជញ្ជូនប្រជាជន85849នាក់ហើយបើគិតជាថវិកាដែលសន្សំយើងគិតថ្លៃអ៊ូម្នាក់ជាមធ្យមតែ80000ចុះមួយជើងគឺសន្សំ$1,700,000ចូលក្នុងកប៉ៅជូនប្រជាពលរដ្ឋដើម្បីយកទៅផ្ទះដើរលេងសប្បាយនេះគឺសូមអរគុណណាស់ហើយនេះគឺជាការចូលរួមរបស់រដ្ឋនៅក្នុងការជួយដល់ប្រជាជនជាពិសេសអ្នកនៅរាជធានីភ្នំពេញប៉ុន្តែយើងវាយ80000កន្លែងខ្លះទៅមានទៅប្រៃវែងអីតិចជាងតែបើទៅប្រទេសមានជ័យអាច100000អីដល់គេយកមធ្យមនឹងតែម្ដងយើងគិតប្រហែលប៉ុណ្ណេះអញ្ចឹងជិត100000នាក់ថា85000នាក់ដែលបានផលប្រយោជន៍ពីទេ